អ្នកមត្ថរតនតយសៈខ្ញុំប្រកាសណាម្ចាស់សូមគ្រប់នមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាខ្ពង់ខ្ពស់ក្នុងលោកសូមគ្រប់នមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈសម្ដេចសង្ឃនាយករងព្រះរាជាគណៈព្រះមេគុណព្រះអនុគុណត្រីសង្ឃគ្រប់ឋានានុក្រមព្រះថេរណថេរៈនិវភិក្ខុសាមណេរគ្រប់ព្រះអង្គសូមគ្រប់នមស្ការចំពោះលោកគ្រូព្រះព្រហ្មកោវត្តជុំវិបុលសមត្ថបណ្ឌិតោជាព្រះប្រធានស្ថានីយ៍វត្តជុវត្តមរមវិហារ2ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាខ្ពង់ខ្ពស់ពីខ្ញុំព្រះករុណាសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទូទាំងប្រជាជាតិកម្ពុជា25ខេត្តក្រុងដោយថ្ងៃនេះអង្គខ្ញុំព្រះករុណាអាត្មានិងបរិយាយពីព្រះគុណម៉ែសូមញាតិញោមជ្រះថ្លាសន្តាប់ដោយតទៅអនុមោទនាសពទានណាធម្មទានណាជនៈទេធម្មទានឈ្នះអស់ទានទាំងពួងសពរសាំងធម្មរសាជានិតិរស់នៃប្រធមឈ្នះអស់រស់ទាំងពួងសពរតੰធម្មរតិជានិតិសេចក្តីត្រេកអរក្នុងធម៌ឈ្នះអស់សេចក្តីត្រេកអរទាំងពួងតណ្ហខយោសពៈទុក្ខំជានិតិការអស់ទៅនៃតណ្ហាឈ្នះអស់ទុក្ខទាំងពួងអនុមោទនីកូនជាទីស្រឡាញ់ការពិតក្នុងចិត្តឥឡូវនេះកូនធំហើយលោមុំអាចយល់ដឹងរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរណាកូនកូនត្រូវតែបានដឹងហើយថាឪពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងឪពុកម្ដាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះកូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នាបើសម្រាប់តែមាត់ពីរក្រពះពីររបស់ឪពុកម្ដាយទេនោះឪពុកម្ដាយមិននឿយហត់ដូច្នោះទេដែលពោលយ៉ាងនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងសងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់អញ្ចឹងឯងចូលកូនដឹងចុះសូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមិនមានបានក៏ដោយឲ្យតែថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តការដែលកូនមាននំមានផ្លែឈើយកមកជូននោះឪពុកម្ដាយឆ្អែតស្រេច
ហើយក៏ដោយក៏នៅតែទទួលពិសាដោយពេញចិត្តពិតសម្លៀកបំពាក់ដែលកូននាំមកជូនទោះបីជាមិនស្អាតក៏ដោយក៏មេដាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរសំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនឹងកូនជាទីស្រឡាញ់នេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ពុកម៉ែគ្រប់គ្នាពោលគឺចង់ឲ្យកូនជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាកូនថ្វាយបង្គំមកទិញផ្លែឈើល្អឲ្យមកយ៉ាងម៉េចរួចទៅម្លោះហើយមាសដាបៃតាខ្លះបានបិទភ្នែកលេចាក់លោកនេះទៅទាំងដែលមិនធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្ដងផងពាក្យពេចន៍ម៉ែឪត្រូវកូនចាំបណ្ដាំទឹកចិត្តពិតពាក្យព្រំពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំនិយមព្រះពុទ្ធវិសុទ្ធពេជ្រអរុណពមមាសជារស្មីសម្ដីម៉ែឪត្រូវរំលឹកធំកុំឲ្យភ្លេចពាក្យពេចន៍ដូចថ្ងៃឆ្នៃដូចមាសទ្វីបលោកល្អស្រស់ព្រោះសុរិយាមាសដាបៃតាគឺជាព្រះជាដួងសុរិយាយាត្រារះកូនត្រូវសំពះទិសបូព៌ាទិសបូមានន័យបុព្វការីបង្កើតប្រុសស្រីពេញពុទ្ធធីពាក្យពេចន៍ម៉ែឪត្រូវដូចជាសុរិយាក្នុងគ្រាត្រាប់ភ្លឺលោកសូមអនុមោទនាកូនចិត្តទីស្រឡាញ់គ្រូសាជាពាក្យដែលមានសេចក្តីអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នានៅប្រទេសខាងលិចភរិយាតែងយកកូនត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងយើងនៅរួមគ្នាជាមួយគ្រួសារមានសំឡេងសើចសប្បាយមានសំឡេងរត់ប្រជែងប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើការអ្វីជាមួយគ្នាមានភាពរស់រវើកឪពុកម្ដាយសូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៅទុក្ខកង្វល់នេះហត់ទៅហើយមាសដាបៃតាឃើញកូនញ៉ាំបានគេងបានលោកក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនជាទីស្រឡាញ់របស់ពុកម៉ែ
ដែលគេថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏ធំអស់ហើយកូនណាយអីកូនធ្វើជាបងប្អូនគ្នាត្រូវតែចេះស្រឡាញ់គ្នាណាកូនណាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់មិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំច្រណែនឬខាងក្រោតគំនុំគុំគួនអ្វីគ្នាឡើយណាកូនជាទីស្រឡាញ់កូនត្រូវជួយគ្នានិងមើលថែគ្នាទៅបានល្អបើបានធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះទាស់តែងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនណាយមនុស្សល្អដែលមិនឆ្លោះទាស់តែងគ្នាដូចនេះហើយមួយយ៉ាងទៀតកូនត្រូវគិតដល់ទ្រង់ម្ដាយទ្រង់ឪពុកផងណាកូនណាគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលេងចូលគ្នាទៅវិញដូចដើមភ្លេចរឿងដែលកន្លងអស់ទៅហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីក៏ធ្វើជាមួយគ្នាក៏ជួយធ្វើគ្នាល្អណាស់កូនមានរឿងខ្លះកាលកូននៅតូចកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនភ្លេចរឿងដែលទាស់ចិត្តដោយកាលកូននៅពីក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនណាយស្វាមីអាចរកបានភរិយាអាចរកថ្មីបានណាកូនក៏អាចរកថ្មីបានដែរតែបងប្អូនរកមិនបានឡើយណាកូនមានប៉ុណ្ណាក៏ប៉ុណ្ណឹងការកាត់បងកាត់អូនកាត់ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅក្នុងធម៌មិនតាមកិលេសចេះរស់ក្នុងពរអាយុបបគុណធម៌ក្នុងចិត្តអនុមោទនាកូនជាទីស្រឡាញ់ពេលខ្លះឪពុកម្ដាយបានធ្វើអ្វីឬនិយាយអ្វីជាមួយកូនខ្លាំងហួសអាចធ្វើឲ្យកូនមិនពេញចិត្តប៉ុន្តែចូលកូនយល់ថាទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយគិតគូរដល់កូនណាស់ស្រឡាញ់ណាស់គឺកូននៅតែជាកែវភ្នែកជាបេះដូងរបស់ម៉ែឪចំណេញនៅពេលដែលកូនសម្លឹងមើលឪពុកម្ដាយដោយក្រសែភ្នែកខឹងស្អប់ឬមិនចូលចិត្តហាក់ដូចឪពុកម្ដាយជាអ្នកដទៃទៀតនោះឪពុកម្ដាយតូចចិត្តហើយឈឺចាប់ណាស់អ្នកដទៃគេមាក់ងាយឬយល់ខុសមកលើឪពុកម្ដាយក៏ឪពុកម្ដាយមិនមែនញាប់ញ័រក្នុងចិត្តដូចជាកូនរបស់ខ្លួនមកមាក់ងាយឪពុកម្ដាយឡើយឬយល់ខុសលើឪពុកម្ដាយឡើយបើកូនខឹងក្រោតសំពះម៉ែឪព្រោះកូនមិនពេញចិត្តឬទាស់ចិត្តនៅក្នុងរឿងអ្វីដែលម៉ែឪបានធ្វើទៅហើយនោះម៉ែឪល្មមអាចទ្រាំបានប៉ុន្តែបើខាងក្រោតព្រោះកូនមិនយល់ទឹកចិត្តដល់ពិតប្រកបរបស់ម៉ែឪនោះទេឪពុកម្ដាយនឹងត្រូវខូចចិត្តនឹងឈឺចាប់នៅក្នុងទ្រូងយ៉ាងក្រៃលែងណាកូនជាទីស្រឡាញ់របស់ម៉ែឪសូមកូនទាំងឡាយយល់ចិត្តម៉ែឪផងសន្តានហរតីនៃព្រះអរហន្ត
មកលើពួកជនមកចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាមកចត់អស្ចារ្យក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រាំឬស្មើប្រាក់ខែព្រោះថាអូម៉ែជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាពេចពុនលើកូនប្រុសស្រីមានន័យគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទន់អោនក្រាបសិរិសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តតាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតព្រះមាសចិនល្អដោយព្រះវេស្សន្តរក្សត្រាអនុមោទនីពាក្យថាម៉ែជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ជាពាក្យដែលពិរោះសើមជ្រុតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នាព្រោះម៉ែជាអ្នកមានប្រគុណដែលយ៉ាងធំក្រៃលែងគឺជាអ្នកឲ្យនៅជីវិតឲ្យសេចក្តីស្រឡាញ់ឲ្យនៅទ្រព្យសម្បត្តិឲ្យបានទទួលការសិក្សាម៉ែជាអ្នកចិញ្ចឹមបីបាច់ថ្នាក់ថ្នមថែរក្សាកូននិងជាអ្នកនៅចិត្តកូនច្រើនជាងអ្នកណាទាំងអស់ទាំងពាក្យថាម៉ែគឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះគ្រប់លើប្រថពីល្អដោយគ្រីពេញដោយរុក្ខាព្រៃធំមានសត្វជាគ្រឿងលម្អភរិយាបវរលម្អផស្ដាទ្វីបលោកស្រស់ល្អក៏ព្រោះសុរិយាសត្វក្នុងលោកាល្អព្រោះមានម៉ែកាលបពោលតាមច្បាប់ធម្មជាតិរពោលតាមសេចក្តីពិតដែលប្រកបឲ្យឃើញម៉ែឈ្មោះថាធ្វើនៅរបស់ដែលបានដោយលំបាកដោយសេចក្តីលំបាកនេះឪពុកមិនអាចធ្វើជំនួសបានឡើយពោលគេម៉ែត្រូវមានរដូវត្រូវពោពោះនិងត្រូវឆ្លងទន្លេគឺសម្រានកូននេះគឺជាសេចក្តីទុក្ខលំបាករបស់ម៉ែគ្រប់គ្នាក្នុងនោះមានម៉ែមិនតិចញាក់ទេដែលត្រូវបានបាត់បង់ជីវិតព្រោះការឆ្លងទន្លេព្រោះហេតុដូច្នេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងការដែលព្រះអង្គនៅជាព្រះពោធិសត្វសោយព្រះជាតិជាតបោះឈ្មោះសនៈបណ្ឌិតបានពរនីព្រះគុណរបស់ម៉ែយ៉ាងគួរស្ដាប់មានប្រកបក្នុងសនៈនន្តចិត្តសត្តនិបាតថាម៉ែកាលប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសុំកូន
ម៉ែសួរនៅអ្នកហាត់រឹកទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតក្នុងរឹកណាក្នុងរដូវណាក្នុងឆ្នាំណាទៅបាននៅអាយុវែងកាលម៉ែមានរដូវហើយក៏រមែងមានការតាំងកឡើងព្រោះហេតុនោះទៅម៉ែមានឈ្មោះថាតោហលនីគឺស្ត្រីចាញ់កោខ្លួនម៉ែមានការស្រឡាញ់កូនដែលកើតក្នុងពោះរបស់ខ្លួនព្រោះហេតុនេះទៅម៉ែមានឈ្មោះថាសុហទីស្ត្រីមានចិត្តល្អម៉ែរក្សាកូនអស់មួយឆ្នាំឬជិតមួយឆ្នាំហើយទៅបានឆ្លងទន្លេសម្រាប់កូនព្រោះហេតុនេះទៅម៉ែមានឈ្មោះថាជាអ្នកយន្តីឬចេនិតីស្ត្រីជាអ្នកឲ្យនគរកើតមកម៉ែញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរដោយការបំបោកដោះផងដោយការបំពេផងដោយការអោបប្រសោបផងព្រោះហេតុនេះទៅម៉ែមានឈ្មោះថាតោសេនតីស្ត្រីញ៉ាំងកូនឲ្យត្រេកអរតពេលនោះមកម៉ែមានហរតីតន្តោតរកកូនក្រឡេកមើលកូនដែលពុំទាន់ដឹងក្តីមើលក្នុងទីដែលកូននៅត្រូវខ្យល់ត្រូវកំដៅយ៉ាងណាព្រោះហេតុនេះទៅម៉ែឈ្មោះថាបោសេនតីស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនទ្រព្យសម្បត្តិឯណារបស់ម៉ែនិងរបស់ឪដែលមាននៅម៉ែរមែងគ្រប់គ្រងនៅទ្រព្យសម្បត្តិទាំងពីរចំណែកឲ្យដោយបំណងថាទ្រព្យសម្បត្តិទាំងនេះត្រូវបានទៅកូនរបស់យើងកាលម៉ែដែលទូមានកូនថាកូនគួរធ្វើយ៉ាងនេះកូនមិនគួរធ្វើយ៉ាងនោះជាដើមរមែងនៃហត់លំបាកាលបើកូនមានវ័យចម្រើនឡើងហើយម៉ែបានដឹងថាកូនមានសេចក្តីរីករាយភ្លើតភ្លើនព្រោះស្រវឹងក្នុងវ័យម៉ែរមែងទន្ទឹងមើលផ្លូវកូនលុះដល់ពេលល្ងាចពេលត្រឡប់បាត់កូនមិនឃើញត្រឡប់មកម៉ែក៏អន្ទះសាញាប់ញ័រក្នុងចិត្តដោយប្រការដូច្នេះឯងព្រះគុណម៉ែគុណម៉ែតាំងតែគួរចាប់ដើមត្រំពោពោះផើមត្រំលំបាដេកដើរដោយរងតាមអប្សរាតម្រងកូនចាចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឹនណាស់ចិត្តតាំងកាយប្រឹងព្រមដោយភ័យមិនដឹងយ៉ាងណាចិត្តមុំមីនឹកភ័យក្រែងកូនសូនសង្ខារលោកកូនបានកើតជាទារូបម៉ែថាចិញ្ចក់សពកាយា
បីបងថ្នាក់ថ្នមពេញហាត់ហាមេត្តាប្រែឈាមជាទឹកដោះនៅពេលកូនឈឺម៉ែរក្សាបីខ្ទប់អោរាដោយចិត្តស្មោះកូនឈឺម៉ែភ័យមកស្លាប់អស់មិនសម្រានសោះវោះវោះព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវវឹករលឹករកកូនវិលវិញភ្លាមអង្គុយកកិលក្រោកឈរដើរទៅតាមដំណើរម៉ែព្យាយាមខំបង្ហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូឧត្តមក្រៃជុះនោមហូបចុកស្លៀកដណ្ដប់ចំណេះចេះសពប្រចាំថ្ងៃសម្ដីភាសាមេយាថ្លៃកូនកុំសង្ស័យក្រែងឥតគ្រូកូនចេះមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែនឿយយ៉ាងណាមិនគិតគូរបន្ធូរកង្វល់ដោយថ្ពាល់កូនកូនធំបន្តិចបែបរៀងរឹងកូនខ្លះទៅតឹងអាងជីដូនម៉ែខឹងអន់ចិត្តមុខស្រពោនវាយកូនរួយគិតអាណិតក្រោយកូនល្អម៉ែសុកក្រៃកន្លងបានដូចម៉ែផ្សងសូមអំណោយដូចបានកែវទឹកទេវតាឲ្យឬដូចបានសោយសុខសុគីពេលកូនបានសុខម៉ែសុខផងពេលកូនមានមកម៉ែពំជីកូនក្រលំបាម៉ែរងាគ្រប់គ្រាម៉ែគិតកូនប្រុសស្រីកូនខូចអាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពសាយសោះម៉ែដឹងប្រកាសហាកូនខុសតែម៉ែសន្តោសប្រុសប្រណីម៉ែគឺជាព្រះរបស់កូនម៉ែគឺជាក្បូនជីវិតមនុស្សប្រុសស្រីម៉ែមានគុណធ្ងន់ហុសពលស្ដីគ្មានអ្វីជំនួសម៉ែបានឡើយអនុមោទនាម៉ែគឺជាព្រះក្នុងផ្ទះម៉ែជាអ្នកឲ្យសេចក្តីកំណាញ់ជាអ្នកឲ្យសេចក្តីស្រឡាញ់ឲ្យការកក់ក្ដៅជាអ្នកឲ្យសេចក្តីសុខដល់កូនជាអ្នកគ្រប់គ្រងធ្វើឲ្យកូនគ្រប់គ្នាមានសេចក្តីដឹងថាខ្លួនអាត្មាអញមានការកក់ក្ដៅក្នុងចិត្តត្បិតមានម៉ែនៅជាមួយម៉ែគឺជាមិត្តដ៏ពិតប្រាកដមិនថាក្នុងពេលសុខឬពេលទុក្ខឡើយទោះបីកូនខុសឆ្កាំឆ្គងយ៉ាងណាម៉ែតែងឲ្យអភ័យជានិច្ចម៉ែជាទីប្រឹក្សាដ៏ល្អនិងជាទីទុកចិត្តសម្រាប់កូនព្រោះហេតុដូច្នោះហើយទើបម៉ែបាននៅជាព្រះនៅក្នុងផ្ទះរបស់ខ្លួនម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវពេលឈឺធ្ងន់ច្រើនតែគិតដល់ម៉ែមនុស្សយើងដោយទូទៅនៅពេលខ្លះអាចភ្លេចគិតដល់ម៉ែព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងប៉ុន្តែដល់ពេលដែលខ្លួនឯងមានជំងឺធ្ងន់អ្វីមួយក
កូនគ្រប់គ្នាច្រើនតែគិតរកម៉ែព្រោះធ្លាប់ជំពាក់ម៉ែចិត្តម៉ែកាលពីតូចដល់តូចក្នុងសម័យដែលកូននៅតូចកាលបើឈឺចាប់អ្វីម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ចកូនឃើញមុខម៉ែជាប្រចាំម៉ែហួងហែងកូនម៉ែសម្រានមិនពេញភ្នែកម៉ែទ្រាំអត់ងងុយនៅយាមកូនបបោះអងឯលកូននៅចាំពេលឲ្យបាយឲ្យទឹកនៅចាំពេលឲ្យថ្នាំនិងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាកព្រមទាំងលងលោមចិត្តកូនដោយសន្យាឲ្យនៅអ្វីតាមដែលកូនចង់បានទៀតផងម៉ែជាទីពឹងរបស់កូនពេលដែលកូនមានទុក្ខលំបាកសំបីកូនមានរូបរាងអបលក្ខយ៉ាងណាក្តីម៉ែក៏នៅតែស្រឡាញ់ព្រមដោយសេចក្តីអាណិតជានិច្ចសេចក្តីស្រឡាញ់របស់ម៉ែគឺសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដូច្នេះហើយទៅដល់ពេលដែលកូនមានជំងឺធ្ងន់ឬក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេកូនតែងតែនឹករកម៉ែត្រីនៅលើគោបំរះរកទឹកចចកតែងនឹករកព្រៃស្ម័គ្រសានសត្វក្នុងទ្វីបលោកនឹករកសុខសាន្តមិនអាចប្រៀបបានចិត្តម៉ែដែលនឹកនៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចីបាក់សាបាក់សៃខ្ញៀវខ្ញាពេលព្រឹកថ្ងៃក្តៅសត្វរោគច្រកក្រោមសន្លឹកប្រៀបដូចកូននឹករកម៉ែពេលឈឺអនុមោទនាម៉ែមានគុណគូជាមួយឪមនុស្សយើងដែលកើតមកអាស្រ័យឪពុកនិងម្ដាយជាអ្នកឲ្យកំណើតនឹងមានតែម្ដាយម្នាក់ឯងពុំបានឡើយណាកូនកូនជាទីស្រឡាញ់ព្រោះដំណក់ឈាមមួយចំណែកបានពីម៉ែដំណក់ឈាមមួយចំណែកទៀតបានពីឪលោកទាំងពីរជាអ្នកឲ្យកំណត់ដល់កូននិងជាអ្នកបាននៅគុណូបការៈដល់យ៉ាងខ្ពង់ខ្ពស់ចំពោះកូនដូច្នេះមេត្តាបិតាគឺជាព្រះឲ្យកំណត់កូននិងជាព្រះដ៏មានគុណចំពោះកូនផ្កាឈូកដែលដុះរីកស្រស់សុភីអាស្រ័យគង្គារួមគ្នានឹងភក់គូប្រេងជួបភៈវល់វល់វិវៈរួមរៈលងលក់បង្កើតលោកាព្រមចុះជួបព្រះសំពះវន្ទីក្រាបអារាធនាឲ្យទ្រង់ទេសនាព្រមបានជួបព្រះកើតគុណអស្ចារ្យមេត្តាបិតាជាគូគុណគាប់កូនម៉ែត្រូវខំរៀនណាកូនកូនជាទីស្រឡាញ់ម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អគ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដោយយកនៅចំណេះវិជ្ជាប្រាក់នោះឯងបើមិនអស់ទៅដើម្បីការបាននៅចំណេះវិជ្ជាទេក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរដូចជា
ការប្រើប្រាស់សម្លៀកបំពាក់ការបរិភោគចំណីអាហារជាដើមតែរបស់នោះมันមានតម្លៃដូចវិជាទេណាកូនកូនស្រីម៉ែថែមទាំងមិនថាត់ថេរយឺនយូរទៀតផងឯចំណែកវិជាវិញជារបស់ដែលហាត់ជាប់តាមខ្លួនកូនរហូតមួយជីវិតប្រើប៉ុណ្ណាក៏មិនចេះអស់រត់តែជីករត់តែជួបរត់តែស្រាវជ្រាវរត់តែចេះរត់តែប្រើរត់តែជំនាញដូច្នេះការចែកវេប្រាក់ដោយយកនៅចំណេះដឹងទៅបណ្ឌិតពោលសរសើរណាកូនកូនមាសអំពុកកូនជាទីស្រឡាញ់កូនម៉ែកូនជាទីស្រឡាញ់ម៉ែសូមឲ្យកូននឹករលឹកចនិចថាប្រាក់100 100 1រៀល1000នោះគឺជាដំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុតព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងកុំខ្ចាស់ខ្ជាយខ្ជោកខ្ជាកឲ្យសោះណាកូនកូនជាទីស្រឡាញ់របស់ពុកម៉ែសូមកូនម៉ែខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំណាកូនព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់នោះគឺជាការខូចពេលខូចវេលាខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមទុនទៅទៀតផងណាកូនអ្នកប្រាជ្ញបានពោលថាមនុស្សល្ងងកាលបើមានពេលក៏រីករាយផ្លិតផ្លើនទៅក្នុងការរកអាហារឆ្ងាញ់ឆ្ងាញ់មកដាក់មាត់ដាក់ពោះចំណែកមនុស្សឆ្លាតកាលបើមានពេលហើយក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញាដូច្នេះកូនម៉ែត្រូវរៀនច្រើនអានច្រើនស្ដាប់ច្រើនហើយសំខាន់បំផុតត្រូវមានមិត្តល្អណាកូនកូនចិត្តទីស្រឡាញ់អភិរណៈដល់ប្រសើរម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងនៅឋានៈទួនាទីចេះដឹងចំពោះឋានៈខ្លួនក្នុងគ្រួសាររបស់ខ្លួនទៅជាអ្នកមានជោគល្អបីដូចជាបានទទួលអំពីពរអំពីព្រះអិនកូនចិត្តទីស្រឡាញ់របស់ម៉ែឪកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែងខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពង់ខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយណាកូនប្រុសស្រីរបៀបនេះមិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសំរុំប៉ុណ្ណោះប៉ុន្តែរៀបរយត្រឹមត្រូវសុភាពរៀបសារច្រើនទៅតាមដោយមេត្តាករុណានោះឡើយកែវភ្នែកស្រទន់កិរិយាសុភាពរៀបសារវិចារពិរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រមវិហារនោះគឺជាស្នេហ៍ទាញស្រោបមនុស្សទាំងឡាយណាកូនឲ្យស្រឡាញ់ឲ្យគោរពឲ្យកោតខ្លាចឲ្យកោតក្រែងបីដូចជាជ្រោះជើងភ្នំដែលជាទឹកហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រីក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសេចក្តីល្អឡើយណាកូនថ្មីត្បិតតែកូនមិនមាននៅឋានៈខ្ពង់ខ្ពស់ក្នុងសង្គម
តែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនសូត្រការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីជំនាញប៉ុណ្ណាឆ្លៀវឆ្លាតចេះប៉ុណ្ណាអាចប៉ុណ្ណាក៏ដោយកាលណាបើប្រមាថធ្វេសប្រហែសហើយក៏រមែងផ្លាត់ផ្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លោចចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនទាបជាងគេពេកនាំឲ្យគេមើលងាយណាកូនជាទីស្រឡាញ់ដូច្នេះត្រូវឲ្យល្មមឯចំណែកកូនជាមួយគ្រូអាចារ្យកូនត្រូវទន់ភ្លន់គ្រប់អន់លំតូនដោយពាក្យថាឈ្នះអ្នកសាក់ពុះដោយការអន់លំតូនឈ្នះអ្នកទៀបទុនផ្សោយដោយការសង្គ្រោះឈ្នះអ្នកស្មើគ្នាដោយការព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថាមនុស្សប្រុសខ្លាចស្រីណាដែលរៀបចំនៅអិរិយាបថល្អមិនដំកើងខ្លួនវៃរឹកហើយក៏មិនបណ្ដោយខ្លួនដែរមានអាកប្បកិរិយាល្អរៀបរយរៀបសារមិននិយាយលេងរហូតដល់ហួសវិស័យស្រីកាលបាត់ដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនឹងនិយាយលើកដំកើងសូមកូនម៉ែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានហិតនៅមមមុនក្នុងខ្លួនសូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះណាកូនស្រីម៉ែគុណតម្លៃមនុស្សគឺជាសិរីសួស្តីនិងជាអភិរណៈដ៏ប្រសើរក្នុងជីវិតកូនម៉ែត្រូវហ្វឹកហាត់ឲ្យមានឧបនិស្ស័យល្អមនុស្សយើងដែលនឹងបានល្អនោះក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយគឺត្រូវហ្វឹកហាត់អប់រំដើម្បីឲ្យមានឧបនិស្ស័យល្អទៀតផងនេះជាការសំខាន់ចំណុចចាប់ដើមនៃការហ្វឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុតគឺក្រុមគ្រួសារក្នុងផ្ទះគ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះតិចណាស់ដែលក្មេងទៅជាខលខូចលេះលោះនេះព្រោះការសេពគប់មានសំប្រពៃលុះដល់កូនធំហើយកូនត្រូវព្យាយាមសេពគប់សមាគមជាមួយមនុស្សល្អដើម្បីបានចម្លងនៅលក្ខណៈល្អផ្សេងការសេពគប់មនុស្សល្អរមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិតមនុស្សល្អការបើកូនចូលទៅចិត្តហើយធ្វើឲ្យកូនដឹងខ្លួនថាចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរមនុស្សស្អប់មនុស្សស្ងប់ក៏ដូចគ្នាការបើកូនចូលទៅចិត្តហើយបានស្ដាប់នៅពាក្យសម្ដីអ្វីខ្លះនោះរមែងធ្វើឲ្យកូនដឹងថាខ្លួនឯងថាមានសេចក្តីស្ងប់ហើយចង់ឲ្យខ្លួនបានទៅជាមនុស្សស្ងប់ទៀតផងដូច្នេះការសេពគប់ជាចំណុចសំខាន់បំផុតក្រៅអំពីអាស្រ័យអ្នកដទៃដើម្បីជួយហ្វឹកហាត់អប់រំហើយ
ការហ្វឹកហាត់ខ្លួនឯងជាកិច្ចចាំបាច់បំផុតដោយចំពោះគឺហ្វឹកហាត់ខ្លួនឯងក្នុងការយកឈ្នះអំណាចនៃធម៌ថោកទាបអ្នកដែលហ្វឹកហាត់ទូលមានខ្លួនបានគឺជាមនុស្សប្រសើរហើយឈ្មោះថាបាននៅទីពឹងដែលគេបានដោយកម្រហ្វឹកហាត់អប់រំខ្លួនឲ្យទៅជាមនុស្សមានព្យាយាមមនុស្សដែលមាននៅសេចក្តីប្រឹងប្រែងព្យាយាមសំបីមានជីវិតរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាមនុស្សខ្ជិលដែលរស់នៅអស់រយនៃឆ្នាំចូលគុណម៉ែប្រើពេលវេលាឲ្យជាប្រយោជន៍ព្រោះពេលវេលាដែលកន្លងទៅហើយមិនត្រឡប់មកវិញឡើយទៅហើយក៏ជីអស់ទៅនឹងឯងតម្លៃនៃពេលវេលានៅត្រង់ដែលកូនប្រើវាឲ្យជាប្រយោជន៍មនុស្សដែលមិនបានការងារជាមនុស្សដែលមិនបានធ្វើការងារជារបស់មនុស្សជីវិតក៏អស់ទៅទទេចំណែកមនុស្សដែលមានការព្យាយាមរមែងកាន់យកនៅប្រយោជន៍សន្សំទុកនៅប្រយោជន៍រហូតដល់បានសម្រេចនៅប្រយោជន៍ធំគឺការរួចផុតពីសេចក្តីទុក្ខមនុស្សដែលធ្វើនៅការងារច្រើនមិនអាចបានជាមនុស្សសំខាន់គ្រប់គ្នាឡើយប៉ុន្តែមនុស្សសំខាន់នៅត្រង់ធ្វើការងារដោយសេចក្តីព្យាយាមជានិច្ចតម្លៃរបស់មនុស្សវាស់គ្នាត្រង់ផលនៃការងារនិងសេចក្តីល្អប្រចាំខ្លួនកូនម៉ែកូនត្រូវខំសន្សំបដិស័យល្អឧបនិស្ស័យគឺអ្វីដែលធ្វើឲ្យជាទម្លាប់ឧបនិស្ស័យល្អគឺជាភូមិឋាននៃការចម្រើនគុណធម៌គ្រប់យ៉ាងប្រៀបបីដូចជាដីចម្ការដែលល្អដូច្នោះឯងបើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះណាកូនកាលកូនស្រីនៅតូចម៉ែជាអ្នករៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណាស្ពេកបោទៅសាលាយ៉ាងម៉េចទៅផ្សំម៉ែរៀបចំឲ្យកូនទាំងអស់ម៉ែតែងតែតាមគយគុណដំណើរកូនដោយការពេញចិត្តលុះដល់ពេលកូនស្រីធំឡើងអ្វីដែលជាធម្មជាតិសម្រាប់ខ្លួនកូនម៉ែក៏បានប្រាប់បញ្យល់ឲ្យកូនបានដឹងទាំងអស់ឥឡូវម៉ែសូមបញ្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះខ្លាចពាក្យគេថាសូមកូនចាំស្ដាប់ហើយពិចារណាឲ្យល្អដើម្បីដោះស្រាយនៅបញ្ហាមួយនេះឲ្យបានជ្រះស្រឡះកូនខ្លាចគេថាពាក្យថាគេសំដៅដល់មនុស្សទាំងឡាយដទៃលើផែនដីក្រៅពីកូនសំបីកូនប្រកាសនៅក្នុងចិត្តហើយថានេះជាអំពើល្អត្រឹមត្រូវនៅតែកូនមិនក្លាហានដើម្បីនឹងប្រព្រឹត្តធ្វើព្រោះខ្លាចគេថារឿងគេថានេះវាខ្លាយទៅជារបស់ដែលគួរខ្លាចជាទីបំផុតនៅក្នុងโลกនេះទៅហើយសម្រាប់កូនស្រីបើមានសេចក្តីប្រកាន់យ៉ាងនេះក៏មិនអាចធ្វើអ្វីបានឡើយព្រោះគេមានច្រើនណាស់ម្នាក់មានការគិតឃើញរៀងខ្លួនត្រូវគ្នាខ្លះមិនត្រូវគ្នាខ្លះកាលកូនស្រី
ធ្វើនៅអ្វីមួយអ្នកខ្លះគេថាល្អអ្នកខ្លះទៀតគេថាមិនល្អឬអាចគេថាអាក្រក់តែម្ដងដូច្នេះកូនត្រូវតែសម្រេចថាអាត្មាអញក៏បីធ្វើនៅអ្វីដែលសមគួរដល់ខ្លួនឯងផងដែលមិនខុសច្បាប់ផងមិនខុសសិលធម៌ផងមិនបៀតបៀនឲ្យអ្នកណាក្តៅក្រហាយផងហើយអាត្មាអញសប្បាយចិត្តនឹងធ្វើផងដូច្នេះអាត្មាអញត្រូវតែធ្វើដោយមិនមានកង្វល់នឹងពាក្យគេថាអ្វីឡើយប៉ុន្តែម៉ែសូមរលឹកកូនស្រីចូលកូនកុំភ្លេចផ្ទៀងផ្ទាត់នៅកិច្ចការងារនោះឲ្យជាការងារល្អត្រឹមត្រូវពិតប្រកបផងណាកូនការរិះគន់និន្ទាខ្នន់ខ្នាញ់ជារបស់ធម្មតាក្នុងលោកអ្នកខ្លះប្រើពេលវេលាទំនេរក្នុងការអានសៀវភៅអ្នកខ្លះរីករាយនៅក្នុងការលេងកីឡាអ្នកខ្លះជ្រើសរើសយកការនិន្ទារិះគន់ខ្នន់ខ្នាញ់ចំពោះអ្នកដទៃមកជាការងារធំដុំក្នុងជីវិតអ្នកដែលសម្លឹងទោសគេដោយអកុសលចិត្តនិយមនិយាយរឿងអាក្រក់របស់គេគឺជាអ្នកមាននៅសេចក្តីចម្រើនជាអ្នកមិនមាននៅសេចក្តីចម្រើនក្នុងជីវិតឡើយព្រោះគិតតែនាំយករឿងអាក្រក់មកដាក់ក្នុងខ្លួនអញរាល់ថ្ងៃណាកូនជាទីស្រឡាញ់របស់ពុកម៉ែបែបដូចជាធុងសម្រាមប្រឡាក់ប្រឡងទៅដោយរបស់ស្មុករងជាការកសាងនៅគ្រឿងដែលរារាំងសេចក្តីចម្រើនឲ្យខ្លួនឯងជាអ្នកបញ្ឆោតខ្លួនឯងឲ្យរីករាយដោយសេចក្តីវង្វេងក្នុងផ្សែងនៃសេចក្តីអាក្រក់មនុស្សយើងចង់កិច្ចអំពីអ្វីផ្សេងក៏អាចនឹងកិច្ចបានប៉ុន្តែយើងមិនអាចកិច្ចអំពីកម្មពីវេរានិងកិច្ចអំពីខ្លួនឯងបានឡើយលុះត្រាតែចូលនិព្វានទៅអាចកិច្ចផុតបានដូច្នេះមនុស្សដែលល្អគេរមែងទទួលយកសភាពពិតរបស់ខ្លួនមិនមែនចេះតែបញ្ឆោតខ្លួនឯងដោយសេចក្តីវង្វេងឡើយណាកូនស្រីម៉ែណាកូនពុកជាទីស្រឡាញ់ការព្រមទទួលយកដល់សេចក្តីពិតរមែងធ្វើឲ្យលំបាកក្នុងជីវិតក្នុងចិត្តបានធូរស្រាលពិតប្រកបកូនស្រីម៉ែត្រូវរៀនទទួលយកការពិតរបស់ជីវិតកុំឲ្យចេះតែញាប់ញ័រទៅតាមពាក្យគេថាត្រូវរៀនឲ្យយល់ពីហេតុផលរបស់ធម្មជាតិចាប់យកការពិតនៃជីវិតមកសិក្សារហូតបានយល់ច្បាស់ហើយរស់នៅដោយសេចក្តីស្ងប់ចិត្តចូលកូនចាំទុកថាมันមានការរស់នៅជាមួយអ្វីឲ្យបានសុខស្មើនឹងការរស់នៅជាមួយសេចក្តីស្ងប់ឡើយព្រះច័ន្ទនឹងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីនិន្ទាសរសើរពពករសាន់ដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធម៌ល្អឥតខ្ចោះក៏មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះគប់បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វត្រូវមួយខុសដំកុំយកហាងច្រើនអនុមោទនី
បើញាតិញោមមានសទ្ធាស្រថ្លាចំចូលរួមនៅក្នុងការចូលជាបច្ច័យសម្រាប់ការចាក់ដីក្តីសម្រាប់ការផ្សាយពធក្តីសូមញាតិញោមទំនាក់ទំនងតាមលេខទូរស័ព្ទអាត្មាភាពនេះលេខទូរស័ព្ទអាត្មាភាពដែលញាតិញោមពុទ្ធបរិស័ទបើស្រីពីទីចិត្តទីឆ្ងាយទូទាំង25ខេត្តក្រុងបើញាតិញោមមានសទ្ធាចិត្តថ្លានៅក្នុងការចូលរួមជាថវិកាជាបច្ច័យតាមកម្លាំងសទ្ធានៅក្នុងការបវរណាចាក់ដីជុំវិញព្រះវិហារខាងជើងខាងត្បូងខាងកើតចំនួន400ឡានដូច្នេះសូមញាតិញោមពុទ្ធបរិស័ទទាំងអស់មេត្តាជួយចាប់កុសលផលបុណ្យទឹកចិត្តសទ្ធារបស់ញាតិញោមតាមកម្លាំងសទ្ធាជ្រះថ្លា 1000 ក្តី 2000 ក្តី 10000 ក្តី 20000 ក្តី 1 ឡានក្តី 2 ឡានក្តីតាមសទ្ធាអង្គខ្ញុំព្រះករុណាអាត្មាភាពសូមថ្លែងអំណរគុណទុកជាមុនសង្ឃឹមមុតមមក្នុងចិត្តថាញាតិញោមនឹងមានការជួយដល់អាត្មាភាពនៅក្នុងការចាក់ដីបំពេញនៅទីធ្លាអាវាសនិវត្តអង្គពុទ្ធិព្រៃក្រាស់ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រុសឃុំព្រៃក្រាស់ស្រុកកំពង់ត្រាចខេត្តកំពតដែលសម្ដែងដោយអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះនាមព្រះភិក្ខុទីបឋិណូខួនភិរុនជាព្រះគ្រូព្រះចៅអធិការវត្តអង្គពោធិព្រៃក្រាស់សម្ដែងវេលាម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង1ថ្ងៃរសៀលសូមញាតិញោមជ្រះថ្លាអនុមោទនាសុខហៅបញ្ញសអុជយោការសន្សំបុណ្យរមែងនាំមនោសេចក្តីសុខអនុមោទនា